រឿងមេធាវីលងស្នេហ៍អ្នកគ្រូកំសត់ភាគទី1អរគុណសម្រាប់ការតាមដានអ្នកទាំងអស់គ្នាណាតុលាការជាទីគោរពខ្ញុំបានឃើញដោយផ្ទាល់ភ្នែកកូនស្រីរបស់ខ្ញុំស៊ិនណានស៊ីងបានសម្លាប់ម្ដាយរបស់ខ្ញុំដែលជាជីដូនរបស់នាងផ្ទាល់មិនមែនខ្ញុំទេគឺជាអ្នកដើម្បីការពារស៊ិនប៊ីងអ្នកបានទម្លាក់កំហុសទាំងអស់មកលើខ្ញុំពេលនេះដែរទូស្រីក៏បានសម័យការពីហេតុការណ៍ដែលកើតឡើងនោះឡើងយើងទៅយាយទ្រព្យសម្បត្តិរបស់ខ្ញុំគឺទុកឲ្យតែណានស៊ីងតែម្នាក់ប៉ុណ្ណោះយាយត្រូវតែចុះហត្ថលេខានៅលើនេះខ្ញុំនឹងមិនធ្វើទេយាយខ្ញុំនឹងមិនចុះហត្ថលេខាទោះបីជាខ្ញុំស្លាប់ក៏ដោយយាយតែពេលនោះដែរយាយរបស់នាងក៏បានស្លាប់ទៅហើយដោយសារតែបងប្រុសរបស់នាងបានរុញច្រានទាត់ទៅធ្វើឲ្យប៉ះដល់ក្បាលរបស់គាត់ធ្វើឲ្យគាត់គ្រោះថ្នាក់ស្លាប់បាត់ទៅហើយនេះហើយចំនួនគ្រួសារដោយសារតែទ្រព្យសម្បត្តិបានភ្លេចអ្វីៗទាំងអស់តុលាការជាទីគោរពខ្ញុំបានឃើញគាត់សម្រាប់ជីដូនរបស់ខ្ញុំដោយផ្ទាល់ភ្នែកថោកទៀតគឺជាឯងដែលច្រណែននឹងជីដូនខ្លួនឯងដែលគាត់បានប្រគល់ទ្រព្យសម្បត្តិទាំងអស់មកឲ្យខ្ញុំដូច្នេះឯងបានសម្លាប់គាត់ខ្ញុំនឹងសម្លាប់ឯងឥឡូវនេះដើម្បីសងសឹកឲ្យលោកយាយតុលាការជាទីគោរពខ្ញុំសូមស្នើសុំមេធាវីសម្រាប់ការពារក្តីរបស់ខ្ញុំចៅក្រមទាំងអស់ក៏ពិភាក្សាគ្នាករណីឃាតកម្មសាវហ្វីងយីងបានកើតឡើងស្នើសុំនៅក្រៅឃុំរបស់ចុងចោតត្រូវបានអនុញ្ញាតតើអ្នកមានអ្វីសម្រាប់ពន្យល់ទេស៊ិនណានស៊ីងអ្នកពិតជាសម្រាប់ជីដូនដើម្បីទ្រព្យសម្បត្តិមែនទេខ្ញុំមិនបានសម្រាប់គាត់ទេគឺជាស៊ិនប៊ីនគាត់ជាអ្នកសម្រាប់លោកយាយគាត់គឺជាឃាតករស៊ិនណានស៊ីងឯងមិនមែនជាមនុស្សធម្មតាទេឯងសម្រាប់ជីដូនដែលចិញ្ចឹមមើលថែឯងដោយផ្ទាល់មនុស្សដូចជាឯងគួរតែត្រូវស្លាប់យកនាងទៅអ្នកគួរតែត្រូវស្លាប់អ្នកនឹងត្រូវគេបាញ់សម្លាប់វិញឃាតករមនុស្សអាក្រក់គួរតែស្លាប់ទៅនិយាយទៅតុលាការគេអត់តន់កាត់ក្តីថាមិនម៉ែហងអ្នកដែលមកចូលរួមមើលហ្នឹងស្រាប់តែនាំគ្នាយកសម្រាមអីហ្នឹងគប់មកលើតួស្រីទាំងមិនតន់ដឹងហេតុផលច្បាស់លាស់ថាវាទៅជាយ៉ាងណានោះឡើយទេគួរអាណិតតួស្រីរៀងណាស់ហើយពេលនោះដែរក៏មានការដង្ហែឡានមួយវងមកដល់ពួកគេគ្រប់គ្នាក៏បានកលេចទៅមើលគ្រប់គ្នាតែម្ដងគឺជាការធ្វើដំណើរមកដល់របស់ប្រធានមេធាវីនៃក្រុមហ៊ុនច្បាប់សិនស៊ូជីនក៏មើលទឹកមុខរបស់តួប្រុសចេញមកមើលហ្មងណាតែគាត់គឺជានរណាហើយអ្វីបានជាអស្ចារ្យយ៉ាងនេះអ្នកមិនដែលស្គាល់គាត់ទេគាត់គឺជាឈិនស៊ូជីនដ៏ល្បីល្បាញប្រធាននៃមេធាវីក្រុមហ៊ុនឈិនគាត់គឺជាសិនស៊ូជីនប្រសិនបើយើងអាចសុំឲ្យគាត់កាន់ក្តីឲ្យបានប្រហែលជាទោសនេះអាចកាត់បន្ថយបានច្រើនឆ្នាំតួផលរបស់យើងទាំងសង្ហាទាំងអស្ចារ្យតែម្ដងនេះគឺជាតុលាការមិនមែនផ្សារទេបំបែកគ្នាទៅហើយវងមនុស្សទាំងនោះក៏បំបែកគ្នាទៅពេលគាត់ដើរទៅលើកម្មចដាគាត់ក៏បានងាកទៅមើលតួស្រីបន្តិចផងដែរក៏មើលទឹកមុខរបស់គាត់ឡើងមើលយ៉ាងហ្មងហើយពេលនោះដែរតួស្រីក៏បានតាមមើលតួប្រុសផងដែរដោយសារតែនាងបានឮមហាជននិយាយមុននេះនៅពេលដែលគាត់កាន់ក្តីឲ្យក្តីរបស់នាងនឹងបានរលូនប្រសិនបើខ្ញុំមានគាត់ខ្ញុំអាចលាងជម្រះភាពសៅហ្មងរបស់ខ្ញុំបានលោកឈិននៅទីនេះមានក្មេងស្រីម្នាក់ឈ្មោះស៊ិនណានស៊ីងនាងសូមឲ្យលោកទទួលរឿងក្តីរបស់នាងធ្វើឡើងវិញប្រាប់នាងខ្ញុំមានការកក់ពេញហើយបានខ្ញុំយល់ហើយស្រីស្អាតខ្ញុំមិនអាចជួយនាងក្នុងករណីនេះបានទេវាមិនមែនជាគំនិតអាក្រក់នោះទេក្នុងការបង្ហាញពីការព្រួយបារម្ភខ្លះនោះត្រូវហើយលោកឈិនបាននិយាយថាគាត់ឲ្យនាងទៅជាមួយខ្ញុំនៅសន្តាគារសាធារណៈដើម្បីរងចាំគាត់ពិតមែនខ្ញុំអរគុណច្រើនហើយខ្ញុំនឹងឆាប់ទៅឥឡូវនេះគេកំពុងតែជួបផលលំបាកបើមិនបានជួយគេកុំធ្វើបាបគេថែមទៀតសូមអញ្ជើញចូលទៅអង្គុយនៅខាងក្នុងនៅពេលដែលតួស្រីបានដើរចូលទៅខាងក្នុងគាត់បានទៅបិទទ្វារកញ្ញាស៊ិនតើនាងដឹងទេឪពុកនិងបងប្រុសរបស់នាងពួកគេក៏បានមកក្រុមហ៊ុនរបស់យើងផងដែរថាម៉េចប្រសិនបើនាងចង់ឲ្យមេធាវីជួយនាងគឺនាងត្រូវតែបង់ថ្លៃតើលោកចង់ធ្វើអីលែងខ្ញុំទៅអាយៀនចៅស្រីនៅក្នុងករណីសម្រាប់លោកយាយឥឡូវសង្គមទាំងមូលកំពុងតែយកចិត្តទុកដាក់ខ្ញុំបានកាន់តំណែងគឺជាមេធាវីខាងដើមចោតអាយៀនខ្ញុំត្រូវការជំនួយពីបងចំពោះបញ្ហាផ្លូវការគួរតែពិភាក្សានៅក្រុមហ៊ុនច្បាប់ញ៉ាំតែនេះសិនទៅពេលនោះទូប្រុសក៏អត់បានដឹងទេថានាងបានដាក់ថ្នាំនៅក្នុងតែនោះគាត់ក៏បានលើកញ៉ាំតែនោះទាំងអស់តែម្ដងនៅពេលដែលញ៉ាំហើយគាត់មានអារម្មណ៍ថាដូចជាក្តៅវិលមុខអីចឹងណាតួស្រីម្នាក់នេះក៏បានមកអោបលោកយានពីក្រោយអាយៀនខ្ញុំគឺជាគូដណ្ដឹងរបស់បងមិនអាចចំណាយពេលវេលាផ្ទាល់ខ្លួនខ្លះបានទេឬចេញទៅនាងនឹងទទួលបានអ្វីៗដែលនាងចង់បាននៅថ្ងៃស្អែកហើយគាត់ក៏បានចាក់ចេញពីបន្ទប់នោះទៅកាត់មកដល់តួស្រីយើងវិញនាងកំពុងតែបតាយបតប់ជាមួយនឹងមនុស្សខូចនោះនាងក៏បានយកកែវវាយក្បាលមនុស្សខូចនោះហើយនាងក៏បានរត់ចាក់ចេញពីបន្ទប់នោះទៅនៅពេលដែលនាងកំពុងតែរត់ចាក់ចេញពីបន្ទប់ស្រាប់តែនាងបានជួបតួប្រុសដ៏ចៃដន្យ
នាងរវល់តែភ័យនាងក៏បានចាប់អារម្មណ៍នោះទេនាងក៏បានរត់ទៅបុកទូប្រុសមួយទំហឹងតែម្ដងពេលនោះដែរទូប្រុសក៏បានចាប់នាងពួកគេទាំងពីរនាក់ក៏បានមើលមកគ្នាបន្ទាប់មកពួកគេក៏បានទៅបន្ទប់នាងអត់ដឹងថាទូប្រុសបានត្រូវថ្នាំសម្រាប់នោះទេនាងក៏ចង់ជួយទូប្រុសពីព្រោះពេលនេះទូប្រុសមើលទៅមានសភាពដូចជាទ្រុឌទ្រោមខ្លាំងណាស់លោកញ៉ាំទឹកសិនទៅហើយនាងក៏បានបញ្ចុកលោកយ៉ាងម៉េចហើយនាងខំធ្វើល្អដែរតែទូប្រុសបែរជាយល់ច្រឡំមិនក៏នាងហ៊ានដាក់ថ្នាំខ្ញុំមិនបានធ្វើទេហើយគាត់ក៏បានរុញច្រាននាងដួលទៅគាត់ចង់ចាក់ចេញពីទីនោះប៉ុន្តែគាត់មិនអាចដើរបាននោះទេមីទ្វីឈិនលោកមិនអីទេហ៊ានប្រើល្បិចបែបនេះដើម្បីឲ្យខ្ញុំដោះស្រាយវិវាទរបស់នាងផងខ្ញុំអត់ទេពេលនេះដែរគាត់ក៏បានកលៃទៅឃើញតួស្រីមុខដ៏ស្រស់ស្អាតរបស់តួស្រីនឹងឃើញនាងធ្លាក់ដោយអាវផងហ្នឹងគាត់ទប់អារម្មណ៍អត់បានទេដោយសារតែគាត់ប្រើថ្នាំផងនោះហ៎គាត់ក៏បានចាប់ផ្ដើមចាត់ការនាងតែម្ដងនោះទៅហើយគាត់អត់គិតទេថាគាត់ញ៉ាំតែនឹងមកគឺគាត់វិលមកតាំងពីបន្ទប់នោះមកគាត់មានគិតមកចោលតួស្រីយ៉ាប់មែនហ្មងនាងគឺជាអ្នកចង់បាននោះទេហើយតួប្រុសក៏បានចាត់ការតួស្រីនៅពេលនោះតែម្ដងទៅកុំភ្លេចរងចាំទស្សនានៅភាពបន្តទៀតណាអរគុណអ្នកទាំងអស់គ្នាសុខសប្បាយទាំងអស់គ្នាជម្រាបលា